បាទជំរាបសួរពុកម៉ែបងប្អូនបាទដល់រដូវត្រជាក់ហើយបងប្អូនបាទត្រជាក់ចុងដៃចុងជើងណាបងប្អូនវារមហូបណាយើងក្តៅយើងជូយើងច្រាស់ដិតណាបងប្អូនបាទថ្ងៃនេះខ្ញុំក៏ធ្វើមហូបស្ងោរជ្រក់បងប្អូននេះមហូបនេះស្រួលនេះស្រួលជាងគេមហូបនេះបាទស្ងោរជ្រក់ត្រីចាបបងប្អូនបាទនេះគ្រឿងក្រៅមានប៉ុណ្ណឹងទេបងប្អូនបាទមានគល់ក្រៃមកដេងខ្ទឹមចឹងទៅគល់ខ្ទឹមទៅបាទដាំទឹកវាឲ្យពុះមកបងប្អូនដាក់គ្រឿងក្រៅយើងចូលផ្លោកមកនេះកាត់ចំអាបបងប្អូនបាទត្រីចាបមាន2ក្បាលទេខ្ញុំចេញមកច្រើនណាស់ប៉ុន្តែស្ងោរ2ក្បាលបងប្អូនបាទនេះមហូបមហាយើងវាក្បាលវីដេអូមានប៉ុណ្ណេះបងប្អូនបាទមហូបនេះយើងហូបទៅវាក្តៅវាថ្ងៃនេះចង់ផ្ដាសាយបងប្អូនបើធ្លាក់ខ្យល់ឡើងពីវាចង់ផ្ដាសាយបងប្អូនអញ្ចឹងមហូបណាយើងដិតបន្តិចមកបងប្អូនបាទមហូបនេះគឺស្រួលធ្វើហើយវាឆ្ងាញ់បងប្អូនហើយនេះមហូបនេះលាយពងទាពងអី4-5គ្រាប់ផងដែរបងប្អូនបាទមហូបនេះឆ្ងាញ់ណាស់ខែត្រជាក់ចេះវាត្រូវបងប្អូនវាមានក្លិនគល់ក្រៃមានក្លិនស្លឹកក្រូចមានក្លិនទៅដល់ខ្ញុំពី2ក្បាលទេបាទត្រីចាប2ក្បាលនេះធំដែរបាទខ្ញុំកាត់ពីនេះទូចនេះខ្ញុំទុកប្រឡាក់ទេបងប្អូនបាទ4-5 ក្បាលនេះបាទយើងសេរីតែ2ក្បាលណាធំសម្រាប់ស្ងោរជ្រក់បងប្អូនបាទមិនជាក្បាលវីដេអូទេបងប្អូនបាទមកយើងកាត់ត្រីនឹងវាកង់ទូចលំមបងប្អូនបាទលាងទឹកឲ្យស្អាតឲ្យបាច់អំបិលវាផងបងប្អូនត្រីនឹងវាឆ្អាបបាទយើងកាត់យើងលាងទឹកស្អាតហើយយើងបាច់កាត់កង់ចឹងមកបងប្អូនបាទនេះមានគល់ក្រៃមានខ្ញុំទិញពីផ្សារទេបងប្អូនបាទរវល់ក៏មានខ្ទឹមក្រហមខ្ទឹមសលក្រូចដេកចឹងទៅបងប្អូនហើយក្លិនវាបាត់ក្លិនហើយខ្ញុំច្រើនតែស្ងោរខ្ញុំច្រើនតែដាក់កោមកក្តាប់បងប្អូនមកខាងបងប្អូនធ្វើរបៀបម៉េចក៏ធ្វើចង់ចាស់បងប្អូនបាទជាស្រ័យបាទនេះខ្ញុំដាំទឹកខ្ញុំដាក់គ្រឿងក្រៅចឹងមកបាទនេះជីអីក្រូចអីខ្ញុំហាន់ទុកចឹងឲ្យស្រេចមកបងប្អូនបាទហើយយើងបង់គ្រឿងក្រៅវាមកបងប្អូនបាទនេះមានចេងមានស្ករមានទឹកត្រីមានរ៉ូឌីអញ្ចឹងទៅបងប្អូនតាមចំណង់ចំណូលចិត្តបាទស្ករកុំប្រើច្រើនពេកបងប្អូនស្ងោរវាមិនសូវប្រើស្ករច្រើនទេយើងប្រើអំបិលអីដិតបន្តិចទឹកត្រីតិចបងប្អូនដិតវាមកឲ្យភ្លេចទៀតដុំខ្នុរនេះពីដុំថែមរសជាតិបងប្អូនខ្ញុំក៏ស្ងោរហ្នឹងខ្ញុំដាក់កូនខ្ញុំវាអត់ទៅចូលចិត្តត្រីទេបងប្អូនខ្ញុំដាក់ពងទា5-6 គ្រាប់ដែរបងប្អូនបាទកូនខ្ញុំក៏ចូលចិត្តស្ងោរជ្រក់ក៏រហូតដល់ពងទាបងប្អូនតាមពិតតែវាមិនចង់ដាក់ទេគាត់តម្រូវកូនគេមិនសូវចូលចិត្តត្រីបាទប្រេះឆ្អិនបាទបងប្អូនភ្លក់ល្មមមកពងទាខ្ញុំគួរដាក់ហើយបងប្អូនអត់បានថតទេបាទមើលទៅឡើងតំណងបងប្អូនបាទតែបំពុះមកនេះឆ្អិនណាអានេះមហូបស្រួលបំផុតគឺស្ងោរជ្រក់ហ្នឹងគាត់ណាពុកប៉ាក់រួចថែមគ្រឿងក្រៅមកឆ្អិនបាទបងប្អូនបាទប៉ុណ្ណេះអរគុណច្រើនបងប្អូនរកលឹកជីមកបងរួច